ក្នុងវ័យដែលស្នេហាទើបតែចាប់ផ្ដើមក្មេងស្រីម្នាក់បានលង់ស្រឡាញ់ក្មេងប្រុសម្នាក់តាំងពីឃើញដំបូងនាងតែងតែលួចមើលគេរហូតដល់គេបាត់ខ្លួននៅថ្ងៃភ្លៀងនោះនឹកស្មានមិនដល់ថាក្រោយមកពួកគេបានចូលរៀននៅវិទ្យាល័យជាមួយគ្នាធ្វើឲ្យយុវវ័យរបស់ពួកគេនៅក្បែរគ្នាជានិច្ចទោះបីជាការស្រឡាញ់នោះមិនត្រូវបាននិយាយចេញមកប៉ុន្តែពួកគេតែងតែនៅក្បែរគ្នាជានិច្ចស៊ូហ្សេហ្សេបានក្លាយជាជនសង្ស័យក្នុងករណីលួចលុយដោយសារតែនាងបានយកសៀវភៅកត់ត្រាភាសាអង់គ្លេសទៅឲ្យ Yang Lereng នាងមិនអាចបកស្រាយបានទេព្រោះមានតែនាងម្នាក់គត់ដែលបានចូលក្នុងថ្នាក់រៀននៅពេលនោះហើយនាងក៏មិនចង់ប្រាប់ពីមូលហេតុដែលនាងចូលទៅក្នុងថ្នាក់ដែរព្រោះខ្លាចប៉ះពាល់ដល់កិត្តិយសរបស់ Yang Lereng ខ្ញុំគ្រាន់តែចង់យកសៀវភៅកត់ត្រាទៅដាក់លើតុឯងហើយមាននំនិងកូកាខ្លះដែរស៊ូហ្សេហ្សេខ្ញុំជឿជាក់លើឯងគេដើម្បីជួយស៊ូហ្សេហ្សេឲ្យមានភាពស្អាតស្អំ Yang Lereng បានសុំឲ្យប្រធានថ្នាក់ឆែកមើលម្ដងទៀត Yi Shensen បានរអ៊ូពីការលំអៀងរបស់ Yang Lereng ប៉ុន្តែនាងក៏បានយកសៀវភៅទាំងអស់ចេញមកជាលទ្ធផលពួកគេបានរកឃើញលុយនៅក្នុងសៀវភៅមួយក្បាលប៉ុន្តែនាងនៅតែព្យាយាមទម្លាក់កំហុសឲ្យស៊ូហ្សេហ្សេថាជាអ្នកដាក់វិចូល Yang Lereng ក៏បានរំលឹកនាងពីផលវិបាកនៃការមួលបង្កាច់អ្នកដទៃYi Shensen បានសុំទោស Yang Lereng ប៉ុន្តែគេមិនខ្វល់ទេហើយប្រាប់ឲ្យនាងទៅសុំទោសស៊ូហ្សេហ្សេវិញនៅពេលនោះស៊ូហ្សេហ្សេក៏បានមកដល់ប៉ុន្តែការសុំទោសរបស់ Yi Shensen គឺមិនស្មោះត្រង់តតែសោះខ្ញុំមិនទទួលយកទេពាក្យថាសុំទោសនិងមិនអីទេគឺសម្រាប់កែប្រែកំហុសនិងការជឿចាប់ដែលបានកើតឡើងដូច្នេះខ្ញុំមិនទទួលយកការសុំទោសនេះទេភាពរឹងមាំរបស់ស៊ូហ្សេហ្សេធ្វើឲ្យ Yang Lereng មានការចាប់អារម្មណ៍យ៉ាងខ្លាំងហើយស៊ូហ្សេហ្សេក៏តែងតែផ្ដល់ភាពកក់ក្ដៅដល់ Yang Lereng ដែលមានចរិតត្រជាក់ជានិច្ចនៅពេលដែលនាងដឹងថា Yang Lereng ទទួលបានចំណាត់ថ្នាក់លេខ 2 ក្នុងការរត់ប្រណាំងនាងក៏បានមកអបអរសាទរប៉ុន្តែ Yang Lereng បែរជាគិតថាចំណាត់ថ្នាក់លេខ 2 គ្មានន័យអ្វីឡើយព្រោះគេតែងតែរស់នៅក្រោមស្រមោលរបស់ប្អូនប្រុសគេជានិច្ចចំណាត់ថ្នាក់លេខ 1 ឬលេខ 2 សុទ្ធតែមានន័យទាំងអស់ប្រសិនបើខ្ញុំជាអ្នករត់ទោះបីជាបានលេខចុងក្រោយក៏ខ្ញុំមានអារម្មណ៍ថាអស្ចារ្យដែរដូច្នេះអញពិតជាពូកែណាស់ទេ Yang Lereng បានដោះមេដាយឲ្យ ស៊ូហ្សេហ្សេ Yi Shensen ក៏បានសួរថាហេតុអ្វីបានជាគេឲ្យមេដាយទៅអ្នកដទៃបែបនេះព្រោះនាងចូលចិត្តក្រោយចេញពីរៀនស៊ូហ្សេហ្សេបានយកមេដាយទៅឲ្យ Yang Lereng វិញព្រោះវាជាមេដាយដំបូងដែលគេទទួលបានតាំងពីពួកគេស្គាល់គ្នាតាមពិតទៅអ្វីដែលខ្ញុំចូលចិត្តមិនមែនជាមេដាយនោះទេគឺខ្ញុំឯងចូលចិត្តទេសភាពថ្ងៃនេះមែនទេអត់ទេខ្ញុំមិនដែរឆ្នាំនេះខ្ញុំទើបតែអាយុ16ឆ្នាំប៉ុណ្ណោះការប្រឡងប្រជែងក៏បានមកដល់ស៊ូហ្សេហ្សេនិងមិត្តភ័ក្តិបានជែកគ្នាយ៉ាងសប្បាយរីករាយពីការជិះរថភ្លើងជាមួយ Yang Lereng ប៉ុន្តែពួកគេបែរជាគេងជ្រុលរហូតដល់ត្រូវជិះឡានក្រុងវិញនឹកស្មានមិនដល់ថាមិត្តរួមបន្ទប់របស់នាងគឺជាមិត្តរួមថ្នាក់ចាស់របស់ Yang Lereng តាមរយៈការសន្ទនាស៊ូហ្សេហ្សេដឹងថាពួកគេស្និទ្ធស្នាលគ្នាណាស់វាធ្វើឲ្យនាងមានអារម្មណ៍ថាមានសម្ពាធភ្លាមហើយក៏បានផ្ញើសារទៅសួរ Yang Lereng ថាឬមិត្តរួមបន្ទប់របស់ខ្ញុំឈ្មោះឆែនិងគេនិយាយថាគេស្គាល់ឯងស្គាល់ស្និទ្ធស្នាលឬមិនស្និទ្ធ